មានការជជែកវែកញែករវាងថៃនិងខ្មែរដែលភាគីថៃព្យាយាមជន់កម្ពុជាថាគឺជាមជ្ឈមណ្ឌលឆបោកអនឡាញវាសុទ្ធតែជារឿងដែលប្រតិកលាគ្នាមិនមែនមានត្រឹមតែកម្ពុជាទេថៃខ្លួនឯងក៏មានដែរយើងនៅជាប់ព្រំដែនគ្នាយើងនៅជាប់របងគ្នាតែគម្លាតរបស់យើងហាក់ដូចជាយើងឆ្ងាយគ្នាបន្តិចវាអាចនឹងឆ្ងាយបើសិនជាយើងមិនភ្ញាក់ខ្លួនវាពិតជាពិបាកខ្លាំងបើសិនជាការអប់រំបច្ចេកវិទ្យារបស់យើងមិនអាចនឹងបន្តដូចបច្ចុប្បន្នខ្ញុំគិតថាប្រជាគេអាចនឹងទៅដាច់គ្មានអ្វីដែលមិនអាចរៀនសូត្របានទេតួយើងប្រឹងតិចទៅគួរតែដាស់តឿនទាំងអស់គ្នាយើងនិយាយពី AI និយាយពីបញ្ញាសិប្បនិម្មិតយើងទាំង AI ជំនួសការងារមនុស្សអីចឹងទៅត្រឡប់វិញកូនខ្មែរយើងក៏អាចរៀនបានដែរណាដកតែមួយទៅដកពាក្យថាខ្ជិលចេញយើងកុំទម្លាប់បន្ទោសណាគេយើងត្រឡប់មើលខ្លួនឯងមុនគេយើងខ្ញុំទាំងពីរអ្នកសូមគោរពនឹងជម្រាបសួរដល់លោកអ្នកនាងដែលកំពុងទស្សនាវីដេអូយើងខ្ញុំនៅក្នុង Channel YouTube បូសុគន្ធានិង Channel YouTube Lamlai Official ចា៎នេះគឺជាចំនួនកម្រមួយពីព្រោះថារាល់ដងបងប្អូនទាំងគ្នាប្រហែលជាឃើញវីដេអូរបស់បងប្អូនប្រុស Lamlai ម្នាក់ឯងឬក៏ពេលខ្លះនឹងឃើញវីដេអូនឹងខ្ញុំម្នាក់ឯងហើយចំនួនរវាងក្មេងវត្តនិងក្មេងអង្គរនេះកើតឡើងតែពេលណាដែលយើងមានគេថាដេញវេលាឲ្យបានត្រូវគ្នាចា៎តែបើថាថ្ងៃនេះមកទាំងពីរអ្នកស្លៀកពាក់មើលមកដូចជារៀងគេថា official អីបន្តិចបន្តួចទេណាប៉ុន្តែវីដេអូមួយដែលយើងជួបគ្នានៅថ្ងៃនេះមិនហៅផ្លូវការអីពេកទេនៅតែជួបគ្នាតាមទម្លាប់ជារបៀបក្មេងវត្តជួបក្មេងអង្គរដដែលចាអញ្ចឹងជម្រាបជូនប្រធានបទទៅលោកតាលោកយាយជាមុនសិនថាថ្ងៃនេះមានរឿងអីហេតុអីដែលធ្វើឲ្យពួកយើងទាំងពីរនាក់បានមកជួបគ្នាអញ្ចឹងគោលបំណងសំខាន់ដែលពួកយើងបានមកជួបគ្នានេះគឺដោយសារតែបច្ចុប្បន្នឥឡូវនេះកំពុងតែមានមតិមួយដែលគេលើកឡើងរវាងថៃកម្ពុជាដែលគេនិយាយថាថៃគេទៅដល់ AI ហើយប៉ុន្តែកម្ពុជាយើងនៅផុងជើងជាប់រឿង scam នៅឡើយអញ្ចឹងស្ដាប់មកវាហាក់ដូចជាយើងរៀងអយុត្តិធម៌ដែររៀងមួម៉ៅដែរគេថាមិនសឹកចិត្តដែរអញ្ចឹងហើយទើបយើងជួបគ្នានាវេលានេះអញ្ចឹងមុននឹងឈានចូលទៅដល់សំណួររឿងរ៉ាវអីហោហែហ្នឹងសួរសុខទុក្ខសិនចាចិត្តចូលឆ្នាំថ្មីនេះមិនដែរបាទជម្រាបសួរបងសួរបងប្អូនទាំងអស់គ្នាផងដែរឱកាសនេះកម្រដែរហើយដោយសារតែបើយើងមានរឿងជជែកគ្នាចិត្តចូលឆ្នាំនេះមែនតើទៅដូចជាអាចថាកដាលមិនសុខក៏មិនសប្បាយអីប្រហែលទេដោយសារតែយើងឃើញមានបងប្អូនជនភៀសសិកមិនទាន់បានទៅដល់ផ្ទះមកគាត់ដែរហើយយើងខ្លួនយើងក៏យើងមានការងារមួយចំនួនដែលត្រូវបំពេញដែរអញ្ចឹងសុខនឹងទុកតាមធម្មតាច្បាប់ធម្មជាតិវាតែងតែនៅទន្ទឹមគ្នាចាប៉ុន្តែឆ្នាំនេះគាត់ថាចូលឆ្នាំនៅបំពេញឬក៏ថាផងទៅសៀមរាបចូលឆ្នាំបែរជាអាចនឹងសៀមរាបច្រើនជាងអ្វីដែលខ្ញុំបារម្ភហ្នឹងគឺថាសន្យាចូលឆ្នាំនៅសៀមរាបទៅឃើញនៅពោធិ៍សាត់ឃើញទៅពោធិ៍នៅពោធិ៍សាត់អាចដែរណាលោកតាលោកយាយជួនកាលក្រងពីនេះទៅសិតសៀមរាបទៅពេលចាក់ស្ដាយមានសៀមរាបទេបំពោធិ៍សាត់កពោតចាអញ្ចឹងថ្ងៃនេះយើងជួបគ្នាមាននៅសំណួរចម្លើយជាថាជាការសន្ទនាមួយចំនួនដែលពាក់ព័ន្ធទៅនឹងមតិដែលគេលើកឡើងពីខាងដើមនេះមានការជជែកវែកញែករវាងថៃនិងខ្មែរដោយសារតែគេលើកឡើងថាថៃនេះគេទៅដល់ AI ហើយប៉ុន្តែកម្ពុជាយើងកំពុងតែផុងជាប់នៅរឿង scam នៅឡើយហើយសួរថាមតិនេះវាលេចឡើងនៅពេលណាថ្មីក្តៅនេះឯងលោកតាលោកយាយទាំងអស់គ្នាគឺនៅពេលដែលភាគីថៃគេកំពុងតែប្រកាសយ៉ាងហឹកហាក់បើមិនតែភាគីថៃទេដែលប្រកាសសំបីតែខាងក្រុមហ៊ុន Microsoft ខ្លួនឯងក៏គេបានចេញសេចក្តីជូនដំណឹងចេញសេចក្តីប្រកាសដំណឹងយ៉ាងអឡារឹកថាគេនឹងមានផែនការវិនិយោគគេថាគម្រោងវិនិយោគទឹកប្រាក់ច្រើនជាង$1000 លានសហរដ្ឋអាមេរិកទៅក្នុងប្រទេសថៃហើយការវិនិយោគរបស់ក្រុមហ៊ុន Microsoft ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាទៅលើផ្នែក AI ផ្នែកអីនេះមិនមែនជាក្រុមហ៊ុនដំបូងឬក្រុមហ៊ុនទី1ដែលឈានជើងចូលទឹកដីថៃទេកន្លងមកទឹកដីថៃនេះគឺទទួលបានការវិនិយោគអំពីក្រុមហ៊ុន Google រួចទៅហើយដោយការជជែកគ្នារបស់គេពីមុនមកវាវែងឆ្ងាយហើយគម្រោងគេបានជោគជ័យរហូតដល់ថ្នាក់គេចាប់ផ្ដើមដាក់ឲ្យដំណើរការនៅគេហៅ Cloud Region តែអធិស្ឋានបងប្អូនទាំងអស់គ្នាដែលសារខ្ញុំអត់ដឹងថាភាសាខ្មែរយើង Cloud Region ហ្នឹងយើងគួរតែប្រើជាភាសាអីប្រើតែភាសាប្រើពាក្យអីចាប្រើពាក្យអីអញ្ចឹងក៏សូមអធិស្ឋានឲ្យបងប្អូនយើងដែលចេះខាងផ្នែកបច្ចេកវិទ្យាហ្នឹងដឹងថាពាក្យ Cloud Region ហ្នឹងបើប្រើឲ្យខ្មែរថាម៉េចបងប្អូន comment ខាងក្រោមផងចាដើម្បីយើងរៀនសូត្រទាំងអស់គ្នាអញ្ចឹង Cloud Region របស់ Google គេទៅតែដាក់ឲ្យដំណើរការថ្មីនេះទេនៅក្នុងខែមករាចាចុងខែមករាដើមឆ្នាំ2026រំលងគ្នាមិនទាន់បានប្រហែលខែឥឡូវនេះគឺថ្ងៃ31ខែមីនាមិនដឹងថាចុងខែនឹងតែម្ដងថ្មីស៊ឺនេះគឺគេអបអរសាទរក្តែងសារជាថ្មីម្ដងទៀតថា Microsoft ក៏វិនិយោគដែរ
មិនមកវិនិយោគអីទៅ Google ទេបើមិនតែទៅ Google ហើយនឹង Microsoft គេបញ្ចេញគ្នាអញ្ចឹងគេថាបើ Google ចូលហើយខ្ញុំមិនចូលមិនកើតណាគេមកដែរតែអញ្ចឹងទៅវាคล้ายទៅជាការប្រៀបធៀបគ្នាមានសំណួរទៅកាន់បងអូនក្នុងនាមយើងជាយុវជនកាលណាឃើញព័ត៌មានលើបណ្ដាញសង្គមមួយរយៈនេះអូនជាអ្នកតាមដានច្រើនក៏ចេញអត្ថបទច្រើននៅពេលដែលភាគីថៃព្យាយាមប្រើគេហៅថាការលាបពណ៌ណាទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកក៏លាបពណ៌ទាំងបណ្ដាញសារព័ត៌មានអន្តរជាតិមួយចំនួនដែលជ្រកកោនក្រោមប្រទេសថៃយើងប្រើពាក្យមួយម៉ាត់ថាគេចាំឲ្យបាយស៊ីដើម្បីផ្សាយលាបពណ៌ពីកម្ពុជាទៅសេជាភាសាថៃផងភាសាអង់គ្លេសផងអន្តរជាតិអីផងហូហែដើម្បីលាបពណ៌ថាកម្ពុជានេះគឺជា scam center បន្ទាប់មកដល់ពេលគេទទួលបានការវិនិយោគអំពីក្រុមហ៊ុន Microsoft នាយករដ្ឋមន្ត្រីរបស់ថៃតែម្ដងគឺស្រែកក្តែងថាគេត្រូវការធ្វើឲ្យប្រទេសថៃហ្នឹងគឺคล้ายទៅជាការជំរុំឬក៏មជ្ឈមណ្ឌល digital ខណៈដែលគេជន់កម្ពុជាថាគឺជាមជ្ឈមណ្ឌលឆបោកអនឡាញរបៀបថាជន់គេឲ្យបង្ហាញខ្លួនឯងទៅលុយជាងគេអញ្ចឹងទៅពីមតិយោបល់អូនវិញមនោសញ្ចេតនាផ្ទាល់ខ្លួនបាទសូមអរគុណចំពោះសំណួរបងហើយក៏មែនទែនទៅអ្វីដែលខ្ញុំលើកឡើងនេះខ្ញុំជម្រាបជូនបងប្អូនថាយើងមិនទាន់មានការស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រនៅឡើយទេក៏ប៉ុន្តែដែលតឡែកអ្វីដែលបងលើកឡើងខាងដើមវាសុទ្ធតែជារឿងដែលប្រតិកលាគ្នាចាយើងបានដឹងថានៅពេលដែលមានសង្គ្រាមតាំងពីលើកដំបូងអាចថាជុំទី1ជុំទី2រហូតដល់ឋានៈថៃបានប្រើប្រាស់កម្លាំងយោធាពាត់ដីរបស់យើងនឹងថាជាទីតាំងឆបោកអនឡាញស្អីៗចឹងទៅហើយក៏មិនមែនត្រឹមតែផ្សាច់រឿងហ្នឹងទេវាមានរឿងជាច្រើនទៀតប៉ុន្តែគ្រាន់តែថាអ្វីដែលថៃព្យាយាមលាបពណ៌ក៏ដូចជាបន្តផ្អាប់មកកម្ពុជាគឺជាទឹកដីនៃអាចថាឆបោកទឹកដីអនឡាញ scam អីចឹងទៅប៉ុន្តែដល់ពេលចុងក្រោយមកឃើញខ្លួនឯងជាប្រទេសមួយដែលដូចឋានសួគ៌អញ្ចឹងណាជាឋានសួគ៌ជាទីកន្លែងមួយសម្រាប់វិនិយោគិនអីចឹងទៅត្រង់នេះហើយដែលខ្ញុំតែសេពីដើមមកថាថៃប្រើរបៀបស្វាស៊ីបាយលាបមាត់ពពែយើងដឹងថានៅក្នុងបណ្ដាញប្រទេសនីមួយៗគឺប្រកាសណា scam online នេះក៏ជារឿងមួយដែលពិបាកនៅក្នុងការទៅសម្អាតណាស់ដែរក៏ប៉ុន្តែមិនមែនត្រឹមតែកម្ពុជាទេថៃខ្លួនឯងក៏មានដែរហើយនៅមីយ៉ាន់ម៉ានៅវៀតណាមនៅគ្រប់ប្រទេសណាក៏មានដែរប៉ុន្តែគ្រាន់តែថាវាត្រូវបានคล้ายទៅជាឱកាសនិយមរបស់អ្នកនយោបាយថៃពិសេសជាងគេគឺអនុទានយកអានឹងទៅប្រើហើយជាពីដាក់សំណួរថាតើយើងឈឺចាប់ទេយើងមានអារម្មណ៍យ៉ាងម៉េចដែរចំពោះខ្ញុំក៏នាមជាយុវជនខ្មែរយើងអាចប្រើពាក្យថាឈឺចាប់ផងហើយនឹងបារម្ភផងខ្ញុំជឿចាំនៅត្រង់ថារូបភាពអវិជ្ជមានបែបនេះវាត្រូវបានសាសដតីមកលុបមកលាបដើម្បីបំបត្តិនៅវប្បធម៌ដ៏ល្អទៅចាស់ចង់របស់យើងហើយមិនតែទៅទាំងរឿងវប្បធម៌នេះក៏ដោយដែរក៏ព្យាយាមថាយើងនឹងមិនមែនជាម្ចាស់ដើមឬក៏យើងគឺជា copy land ឬក៏ជាយើងនឹងលាក់លួយគេតែទាំងការពិតសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រគឺវាមានការសិក្សាស្រាវជ្រាវច្បាស់លាស់ថាកម្ពុជាគឺមានអរិយធម៌មានវប្បធម៌ហើយក៏ជាទីកន្លែងមួយដែលនិយាយមកថាជាទីកន្លែងមួយដែលល្អសម្រាប់ភ្ញៀវទេសចរជាទីកន្លែងមួយសម្រាប់វិនិយោគិនអីផ្សេងៗទៅប៉ុន្តែមួយរយៈចុងក្រោយថៃប្រើរូបភាពនឹងដែលធ្វើឲ្យគេឈ្មោះអន្តរជាតិគឺសាយភីនៅក្នុងរូបភាពមួយអវិជ្ជមានអញ្ចឹងអានឹងគឺជាអ្វីដែលខ្ញុំសោកស្ដាយក្នុងនាមជាយុវជនខ្មែរប៉ុន្តែដំណោះស្រាយអ្វីដែលយើងអាចធ្វើបានព្រោះខ្ញុំក៏មិនមែនជាអ្នកដែលទៅប្រោះនរណាម្នាក់ឬក៏យើងជាអ្នករៀនសូត្រយើងមិនអាចទៅប្រោះប្រទេសមួយតែឯងបានទេប៉ុន្តែយើងអាចចូលរួមតាមរយៈការអាចខឹងបន្តិចក៏បានប៉ុន្តែដូរពីកំហឹងដូរពីអានឹងទៅជាការពង្រឹងខ្លួនឯងវិញការពង្រឹងខ្លួនឯងតាមរយៈអីតាមរយៈបង្ហាញថាកម្ពុជាគឺជាទឹកដីមួយដែលសម្បូរទៅដោយយុវជន Gen Z សម្បូរទៅដោយយុវជនដែលមានសក្តានុពលដើម្បីចាប់ផ្ដើមទៅលើទម្រង់អាជីវកម្មផ្សេងពិសេសជាងគេគឺទៅលើបច្ចេកវិទ្យាសូម្បីតែខ្ញុំខ្លួនឯងខ្ញុំក៏ជាមនុស្សម្នាក់ដែលស្រឡាញ់បច្ចេកវិទ្យាខ្ញុំបានចាប់ផ្ដើមជា e-learning platform យើងហៅថា Life Skill Innovation Hub ដើម្បីយើងព្យាយាមជំរុញការអប់រំទៅជាថ្នាល digital អញ្ចឹងទៅបានន័យថាមិនត្រឹមតែជាទីកន្លែងមួយដែលមានអរិយធម៌ល្អទេប៉ុន្តែយើងក៏មានយុវជនបកកាយមាន startup business មានអីជាច្រើនអញ្ចឹងទៅ
ចឹងទៅហើយអានឹងគឺជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយជាច្រើនទៀតហើយក្នុងនោះផងដែរបន្តិចទៀតយើងនឹងមានប្រធានបទក៏យើងមានសំណួរផ្សេងទៀតប៉ុន្តែសូមជូនតែប៉ុណ្នេះថាអារម្មណ៍របស់ខ្ញុំខ្លួនឯងយើងសោកស្ដាយផងយើងបារម្ភផងប៉ុន្តែទន្ទឹមនឹងការសោកស្ដាយទន្ទឹមនឹងការបារម្ភយើងក៏ត្រូវស្ពាយដំណោះស្រាយថាយើងគួរតែផ្ដើមចេញពីខាងណាចាដូចខ្ញុំបានជម្រាបជូនបងខាងដើមបាទចាឥឡូវយើងឈានចូលដល់សំណួរទី2សំណួរទី2នេះវាពាក់ព័ន្ធទៅនឹងអារម្មណ៍របស់យុវជនយើងមែនតើទៅនៅពេលណាដែលយើងឃើញដំណឹងពីខាងផ្ទះលេខ2យុវជនយើងមួយចំនួនគឺបង្ហាញកំហឹងច្រើនជាងហើយការបង្ហាញកំហឹងនេះមិនមែនមានន័យថាអូធ្វើអញ្ចឹងខុសហើយអីយ៉ាងណាយើងមិនមែនមកកាត់សេចក្តីថាខុសឬក៏ត្រូវទេពីព្រោះធម្មតាខឹងពីព្រោះថាមកពីយើងស្រឡាញ់ជាតិយើងមិនយើងឆេវឆាវយើងលោឡាយើងមានកំហឹងអីណាមួយអញ្ចឹងទៅប៉ុន្តែនៅពេលណាដែលយើងប្រើកំហឹងច្រើនពេកនៅលើបណ្ដាញសង្គមរួមទាំងចូលទៅបង្ហាញកំហឹងខ្លាំងនៅពេលដែលឃើញក្រុមហ៊ុនយក្សមួយចំនួនឈានជើងចូលទៅខាងប្រទេសថៃហ្នឹងក៏វាប្រហែលជាអាចនឹងជះផលអវិជ្ជមានខ្លះដែរមកលើយើងចាហើយទៅខាងប្អូនវិញនៅពេលដែលឮដំណឹងថាក្រុមហ៊ុនយក្សក្រុមហ៊ុន Microsoft គេមកប្រទេសថៃហើយអ្នកដែលមកជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃអនុទានហ្នឹងមិនមកជាតំណាងគឺមកជា president របស់ក្រុមហ៊ុន Microsoft តែម្ដងចាពេលដែលគាត់មកដល់ហ្នឹងខាង Microsoft ក៏គេបានលើកឡើងដែរថាគេមានគោលបំណងចង់អភិវឌ្ឍឲ្យខាងប្រទេសថៃហ្នឹងបានក្លាយទៅជាមជ្ឈមណ្ឌលផ្នែក digital ផ្នែក AI ឲ្យឈានមកគេប្រចាំតំបន់អាស៊ីគ្នេយ៍អីហូហែអញ្ចឹងទៅពីខាងប្អូនវិញយល់ថាអាការដែលក្រុមហ៊ុន Microsoft ចូលទៅកាន់ប្រទេសថៃហ្នឹងវាជារឿងដែលយើងត្រូវចូលទៅជេរបន្តិចផ្ដាសាគេក្រោមការចុះផ្សាយព័ត៌មានអំពីការវិនិយោគរបស់ក្រុមហ៊ុន Microsoft ហ្នឹងឬក៏យើងដកអាសកម្មភាពនឹងចេញឬហើយយើងមកនិយាយអំពីថាវាជាមេរៀនដែលយើងគួរតែប្រឹងប្រែងឬបែបណាវិញអរគុណបងសំណួរនេះតាមការពិតទៅជាសំណួរមួយដែលរសើបហើយមែនទែនទៅខ្ញុំក៏បានមើលឃើញដែរពិសេសជាងគេយើងឃើញមានកាសែតថៃបានចុះផ្សាយពីរឿងនេះហើយមែនតើខ្ញុំក៏បានឃើញបងប្អូនជាជនជាតិខ្មែរជាជនរួមឈាមបានចូលទៅខមមិនបានចូលទៅបញ្ចេញមតិអាចថាប្រទេសនឹងមិនល្អទេទៅចៅចំពោះរឿងទាំងអស់នេះខ្ញុំដូចបងជំរាបខាងដើមឬបងលើកឡើងខាងដើមបាញ់មិញថាអារម្មណ៍ដែលជាម្ចាស់ប្រទេសដែលត្រូវបានគេលេបដែលត្រូវបានគេជន់ឈ្លីប្រកាសណាយើងនឹងត្រូវបញ្ចេញនៅក្នុងរូបភាពណាមួយកំពុងអីចឹងទៅវាអត់ខុសទេប៉ុន្តែដាច់ដល់ឡែកអ្វីដែលយើងគួរតបយើងគួរតែគិតថារឿងទាំងអស់នេះវាគឺជាមេរៀនដ៏សំខាន់និងជាការដាស់តឿនសម្រាប់ខ្លួនឯងបានន័យថានៅពេលដែលប្រទេសមួយគេទទួលបានឱកាសវិនិយោគប្រកាសណាគេមានអីម្យ៉ាងហើយយើងត្រូវទទួលស្គាល់ថាយើងទៅតែរួចផុតអំពីរបបសង្គ្រាមហើយគេមិនដែលឆ្លងកាត់របបសង្គ្រាមមួយជ្រុកចេញដូចជាយើងទេអញ្ចឹងទៅគេបត់លឿនណាស់អញ្ចឹងហើយបានត្រឡប់មកវិញថាការដែលក្រុមហ៊ុនយក្សទៅអភិវឌ្ឍឬក៏ទៅវិនិយោគនៅប្រទេសជិតខាងវាបង្ហាញថាគេមានប្រព័ន្ធអេកូឡូស៊ីល្អអញ្ចឹងខ្ញុំនិយាយក្នុងនេះមិនមែនបានន័យថាយើងទៅបន្តប្រទេសយើងទេប្រទេសយើងក៏មានដែរដូចខ្ញុំបានលើកឡើងខាងដើមវិញអញ្ចឹងគេអាចមានប្រព័ន្ធ ecology ល្អដូចថាគេមានលក្ខខណ្ឌល្អសម្រាប់វិនិយោគិនអីផ្សេងៗយ៉ាងទៅហ្នឹងគឺជាចរិតលក្ខណៈនៃការវិនិយោគព្រោះការតែវិនិយោគប្រកបត្រូវណាគេត្រូវការពលករជំនាញគេត្រូវការបទូបថយពន្ធគេត្រូវការរឿងល្អជាច្រើនមុននឹងក្រុមហ៊ុនបរទេសមួយទៅវិនិយោគអូនគិតថាវាអាចជាការប្រកួតប្រជែងជួនកាលរឿងមកប្រទេសថៃនេះវាជាហេតុផលមួយប៉ុន្តែអាចនឹងមានហេតុផលថាដោយសារ Google នៅនឹងហើយ Microsoft មិនចូលមិនកើតវាអាចជារឿងមួយអញ្ចឹងដែរប៉ុន្តែទោះបីជាការប្រកួតប្រជែងក៏នៅតែជាប្រយោជន៍របស់គេដែរចាអញ្ចឹងចង់បានន័យថារឿងគឺគេមានប្រយោជន៍ហើយអញ្ចឹងទៅទោះបីជាបើសិនជាយើងជាមនុស្សម្នាក់ដែលមើលឃើញឱកាសនឹងដែរយើងចាប់ផ្ដើមពង្រឹងខ្លួនឯងអញ្ចឹងបានខ្ញុំថាទាំងអស់នេះវាគឺជាសញ្ញាទេវាគឺជាសញ្ញាដែលប្រាប់យើងថាបើយើងចង់ឲ្យគេមកវិនិយោគនៅស្រុកយើងត្រូវធ្វើកិច្ចការងារទេបោះផ្ទះឲ្យស្អាតអញ្ចឹងការបោះផ្ទះឲ្យស្អាតហ្នឹងគឺយើងត្រូវពង្រឹងទៅលើធនធានមនុស្សរបស់យើងត្រូវពង្រឹងទៅលើយុវជនចំនួនក្រោយរបស់យើងត្រូវអានឹងជាឧទាហរណ៍ថាឥឡូវនេះយើងអាចផលិតអគ្គិសនីបានដោយខ្លួនឯងណាយើងអាចបញ្ចុះតម្លៃអគ្គិសនីឲ្យគេឲ្យបានច្រើនយើងអាចមានលក្ខខណ្ឌល្អៗច្រើនទៀតអញ្ចឹងកថាពន្ធគយដូច្នេះរឿងទាំងអស់ហ្នឹងគឺបានន័យថាខ្ញុំនៅតែជឿជាក់ថានៅក្នុងរជ្ជកាលនេះ
ប្រទេសកម្ពុជារបស់យើងក្រោមការដឹកនាំថ្មីនេះរបៀបរបបថ្មីនេះជំនឿទៅជឿជាក់ថាឱកាសនៅក្នុងការវិនិយោគបង្កត់ជាមានជាឧទាហរណ៍ថាកន្លងទៅដូចខាងក្រុមហ៊ុនអាមេរិកឬក៏ការវិនិយោគមកចំនួនដូចមិនសូវប៉ុន្មានទេចាប៉ុន្តែឥឡូវនេះអ្វីដែលគេចាប់អារម្មណ៍មកកម្ពុជាគឺក្នុងរូបភាពមួយថ្មីខ្ញុំមិនដឹងថារូបភាពអីប៉ុន្តែកសែតផ្នែកបរទេសហាក់មើលមកដូចជាកម្ពុជាមានធនធានថ្មីមានឈាមថ្មីបញ្ចូលនឹងហ្នឹងអញ្ចឹងហើយចង់មិនចង់ការដែលយើងកែតម្រង់ការដែលយើងចាប់ផ្ដើមមើលអំពីខ្លួនឯងមុនគេនេះគឺជារឿងសំខាន់ដែលយើងទៅចំណែននឹងគេអញ្ចឹងយើងទៅចំណែនមិនបានថៃគេមានអញ្ចឹងមិនបានវៀតណាមគេមានអញ្ចឹងប្រកបណាគេមានអញ្ចឹងគឺមកពីមូលហេតុអញ្ចឹងយើងមិនអាចថាសុកយើងរងចាំចំណានគេក៏រងចាំចំណានទេយើងគេក៏ប្រឹងយើងក៏ប្រឹងហើយផលប្រយោជន៍របស់ប្រទេសមួយៗគឺវាត្រូវអនុលោមទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋយោងទៅតាមអ្វីដែលជាគោលនយោបាយរបស់រដ្ឋាភិបាលរបស់យើងចឹងទៅចាអរគុណសម្រាប់ចម្លើយដល់ក្បាយនឹងមានសំណួរតទៀតប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍ទេចាមុនហ្នឹងយើងបានដឹងយើងលើកឡើងអំពីព័ត៌មានពិតដែលបានកាត់ឡើងហើយប៉ុន្តែនេះគ្រាន់តែជាឧទាហរណ៍ទេថាបើឧទាហរណ៍ថាមានក្រុមហ៊ុនយក្សបច្ចេកវិទ្យាណាមួយគេចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសកម្ពុជាដែរចាមិនដឹងថាហេតុផលអីទេដែលគេចង់នេះគ្រាន់តែជាឧទាហរណ៍ប៉ុន្តែសម្រាប់បងអូនវិញបងអូនគិតថាបើពិតជាមានក្រុមហ៊ុនយក្សខាងផ្នែកបច្ចេកវិទ្យាណាមួយគេឈានជើងចូលមកស្រុកខ្មែរក្នុងការវិនិយោគតើកម្លាំងយុវជនកម្ពុជាយើងនេះពេលបច្ចុប្បន្ននេះទទួលការវិនិយោគរបស់គេបានទេត្រូលការងារនឹងបានទេឬក៏បែបណាមុននឹងឆ្លើយចម្លើយនេះខ្ញុំសូមជម្រាបថាយើងមិនទាន់មានការសិក្សាស្រាវជ្រាវជាក់លាក់នៅឡើយទេតែខ្ញុំខ្លួនឯងជាអ្នកដែលតាមដានការងារនឹងស្រាប់ជាអ្នកចូលរួមចំណែកអភិវឌ្ឍសមត្ថភាពយុវជនច្រើនឆ្នាំហើយស្រាប់ហើយយើងឃើញមានការចូលរួមជាច្រើនអំពីក្រុមហ៊ុនផ្សេងៗក៏ដូចជា start up មួយចំនួនក្រុមហ៊ុនដែលទើបបង្កើតថ្មីណាយើងឃើញមានថាអ្វីដែលយើងពិតជាត្រូវការគឺកម្លាំងយុវជនដែលមានជំនាញពិតប្រាកដមែនហើយត្រូវការបណ្ដុះបណ្ដាលពិតប្រាកដមែនហើយមែនទែនទៅការបណ្ដុះបណ្ដាលទៅលើបច្ចេកវិទ្យាទើបតែមួយរយៈចុងក្រោយនេះទេដែលមានការរីកចម្រើនបើយើងពីមុនមកក៏យើងមិនសំបីតែការប្រើប្រាស់ត្រឹមបណ្ដាញសង្គមធម្មតាក៏យើងនៅខ្វះខាតអញ្ចឹងបើឧទាហរណ៍ថាមានក្រុមហ៊ុនណាមួយមកប្រកាសណាស់យើងអាចថាយើងប្រើពាក្យសាមញ្ញថាយើងកម្រិតមួយដែលមិនទាន់ឆ្លើយតបនៅឡើយបានទេប៉ុន្តែនៅក្នុងទំហំដែរជួនកាលទំហំមកវាយៈដែរយើងពិបាកដែរតែបើទំហំមិនល្មមតែយើងអាចទ្ររួចបានអានឹងជារឿងមួយដែលយើងឆ្លើយក្រៅផ្លូវការទេប៉ុន្តែវាស្របទៅតាមអីដែលជាក់ស្ដែងពិតប្រាកដមែនចាអញ្ចឹងណាអញ្ចឹងយុវជនយើងទាំងអស់គ្នាសំណួរមួយនេះផ្ញើជូនបងប្អូនទាំងអស់គ្នាជួយឆ្លើយដែរពីព្រោះយុវជនមិនមែនមានតែបងប្អូននៅក្នុងកម្មវិធីយើងទេចាអញ្ចឹងលោកតាលោកយាយមានកូនចៅនៅក្នុងផ្ទះអីសាកសួរលេងកូនណាបើសិនមានក្រុមហ៊ុនបរទេសអីគេមកវិនិយោគស្រុកយើងមិនដែរក៏នឹងចូលទៅការគេមិនដែរឬក៏យើងមានសំណួរផ្ទាល់ខ្លួនសួរមកកាន់ខ្លួនឯងបើសិនជាថ្ងៃក្រោយមានកូនធំឡើងចង់ឲ្យកូនចៅរៀនសូត្រត្រឹមកម្រិតណាបាទចាតើយើងរៀនត្រឹមកម្រិតនេះប្រៀបធៀបជាមួយនឹងអនាគតនៃការវិនិយោគដែលមានទាំងផ្នែកបញ្ញាសិប្បនិម្មិតមានទាំងផ្នែកអីហោហាយផ្សេងៗហ្នឹងមិនដែរយើងទៅរួញគេទេចាអញ្ចឹងវាក៏ជាការបញ្ញាអារម្មណ៍សម្រាប់លោកតាលោកយាយអំពូមីងលោកពុកអ្នកម្ដាយហើយជាពិសេសយុវជនខ្លួនឯងផ្ទាល់តែម្ដងពេលខ្លះគាត់ថារៀនហត់ប៉ុណ្ណឹងចង់ឈប់ហើយស្រាប់តែពេលឃើញព័ត៌មានមួយនេះងាកមកសួរខ្លួនឯងវិញអត់ទេខ្ញុំចង់រៀនថែមទៀតវាអាចជាចំណែកនឹងដែរចាអញ្ចឹងពាក់ព័ន្ធទៅនឹងអារម្មណ៍មនោចេតនាបងអូនវិញបើសិនជាមានក្រុមហ៊ុនណាមួយគេមកចង់ស្គាល់ពីប្រទេសយើងបច្ចុប្បន្ននេះយើងឃើញថាគេលាបពណ៌យើងមិនលាបធម្មតាលាបច្រើនជាន់ច្រើនតង់លាបឡើងអាឡេះលួយទៅហើយយើងក៏ព្យាយាមដោះស្រាយទៅតាមដំណាក់កាលទៅតាមជំហានអញ្ចឹងឥឡូវព័ត៌មានលាបពណ៌គេថាស្រុកយើងល្បីខាង scam បើសិនជាឲ្យអូនដូរមួយបដូរបានមួយណាអូនចង់ឲ្យប្រទេសយើងល្បីខាងអីវិញជំនួសរឿងហ្នឹងប៉ុន្តែអត់ដល់និយាយពីអង្គរវត្តទេព្រោះអង្គរវត្តល្បីស្រាប់ហើយក្រៅពីអង្គរវត្តចង់ឲ្យគេស្គាល់ខ្មែរក្នុងរូបភាពល្បីខាងអីអរគុណបងខ្ញុំឃើញមួយមុំគឺតាក់ទងជាមួយនឹងវិស័យម្ហូបអាហារចាចូលចិត្តញ៉ាំបានន័យថាបាទចូលចិត្តព្រោះខ្មែរយើងនិយាយជារួមម្ហូបអាហារគឺយើងមានសក្តានុពលហើយមែនតើទៅខ្ញុំក៏បានធ្វើការងារច្រើនដែរតាក់ទងនឹងវិស័យបដិសណ្ឋារកិច្ចណាម្ហូបអាហារឃើញមានបរទេសគាត់ចាប់អារម្មណ៍ច្រើនដែរហើយបូកជាមួយនឹងការខ្ញុំធ្វើការនៅក្នុងវិស័យបដិសណ្ឋារកិច្ចទៀតសោតខ្ញុំបាន invite អញ្ជើញមិត្តភ័ក្តិមកសូម្បីឥឡូវនេះក៏ដែរមានមិត្តភ័ក្តិខ្ញុំគ្រូខ្ញុំសាសនាមកពីអង់គ្លេសជនជាតិអង់គ្លេសយល់អីមកគឺឲ្យយើងនាំទៅភ្លក់យើងនាំទៅសាកគាត់ចាប់អារម្មណ៍អាហ្នឹងចាអញ្ចឹងទៅ
ភាពល្បីល្បាញរបស់យើងគួរណាតែបង្កើនអាហ្នឹង ចា៎ អញ្ចឹងគាត់ថាបើយើងមានម្ហូបដែលអាចមានអនាម័យមានស្តង់ដារហើយប្រជាជនយើងយល់អំពីសុវត្ថិភាពនៃចំណីអាហារនឹងទៀតសោតខ្ញុំថារឹតតែល្អ ចា៎ ហើយមូលហេតុអីបានជាភ្ជាប់ដោយសារតែយើងជាប្រទេសកសិកម្ម ចា៎ អញ្ចឹងយើងអាចពង្រឹងខ្លួនឯងតាមរយៈការធ្វើកសិកម្មហើយយកអាផលិតផលកសិកម្មដែលមិនទាន់បានកែច្នៃនេះច្នៃទៅជាម្ហូបអាហារជួនកាលម្ហូបអាហារខ្លះវាអាចស្រស់ចឹងទៅ ចា៎ ជួនកាលម្ហូបអាហារខ្លះវាអាចក្រៀមអីចឹងទៅជួនកាលម្ហូបអាហារខ្លះយើងត្រូវការការច្នៃប្រឌិតអញ្ចឹងបើសិនជាយើងអាចធ្វើបានខ្ញុំនៅតែជឿជាក់ថាឥទ្ធិពលទៅលើម្ហូបអាហារពិតជាសំខាន់ ចា៎ បាទ មានអ្នកណាដើរលេងមិនញ៉ាំអីសោះ បាទបាទ ហេតុផលនៃការដើរលេងក្រៅតែពីកន្លែងហ្នឹងទេសភាពស្អាតគឺម្ហូបឆ្ងាញ់ហ្នឹងហើយ បាទខ្ញុំចាំបានកាលដែលធ្លាប់ធ្វើការនៅក្នុងអង្គការអន្តរជាតិមួយកន្លែងមានក្រុមមានក្មេងៗយុវជនពីសាកលវិទ្យាល័យ Harvard អីផ្សេងៗគេមកអញ្ចឹងណាយើងនាំទៅសាកយើងនាំទៅភ្លក់យើងនាំទៅអីហ្នឹងទៅយើងហើយក្មេងៗអាយុសកលយ៉ាងដែរទេ20ជាងកាលហ្នឹងណាគេ exchange program ពីស្រុកគេមកយើងថាអូតាមពិតគាត់ចាប់អារម្មណ៍ហូបខ្មែរយើងប៉ុន្តែគ្រាន់តែថាយើងរាំងខ្វះរបៀបរបបនៅក្នុងការរៀបចំបន្តិចអញ្ចឹងបានយើងបង្កើតសាលាបដិសណ្ឋាកិច្ចរបៀបធ្វើម្ហូបអញ្ចឹងទៅឲ្យត្រូវតាមស្តង់ដារទៅយើងយកដូចភោជនីយដ្ឋានខ្លះឧទាហរណ៍ដូច spoon ចុះគាត់យកអាម្ហូបខ្មែរយើងមកដើម្បីមកចម្រាញ់ច្នៃប្រឌិតបូកជាមួយនឹងពួកអឺរ៉ុបអញ្ចឹងទៅវាទៅជាខ្មែរ cushion ចា៎ អញ្ចឹងទៅអាប្រភេទម្ហូបអាហារបែបហ្នឹងវាជាម្ហូបអាហារដែលគួរឲ្យចាប់អារម្មណ៍ហើយខ្ញុំខ្លួនឯងទៀតសោតពេលដែលខ្ញុំទៅប្រទេសផ្សេងៗដូចខ្ញុំទៅប្រទេសផ្សេងមួយចំនួននៅអាស៊ីពួកគាត់ភាគច្រើនគាត់ទៅតែជាលក្ខណៈ traditional យើងត្រូវមាន traditional ហើយយើងក៏ត្រូវមានអាការមិនអាប់ច្នៃប្រឌិតបន្ថែមហ្នឹងដែរអញ្ចឹងខ្ញុំថាក្រៅតែពីអង្គរយើងមានទេណា ចា៎ ហើយគេស្គាល់យើងថាជាប្រទេសដែលសម្បូរទៅដោយម្ហូបអាហារសុខភាពម្ហូបឆ្ងាញ់អីចឹងទៅខ្ញុំថាអានឹងរូបភាពល្អ ចា៎បើខ្ញុំគ្រប់គ្រងយោបល់បងប្អូនខ្លាំងមែនតើព្រោះខ្ញុំជឿថាបងប្អូនទាំងអស់គ្នានឹងសម្រេចចិត្តជ្រើសរើសទៅដើរលេងនៅប្រទេសណាមួយអ្វីដែលបងប្អូនគិតដំបូងគេបំផុតមិនមែនថ្លៃសម្បត្តិយន្តហោះរឿងទៅដើរលេងយកអីទៅហូបចារហូតដល់មានអ្នកខ្លះអធិស្ឋានបងប្អូនអរគ្នាអត់ហ៊ានទៅប្រទេសមួយចំនួនដោយសារគាត់ថាអូយមកហូបគេនឹងបាក់លេបបាក់ហូបបាទចាបាក់លេបបាក់ហូបប៉ុន្តែបើសិនជាកម្ពុជាយើងរួមគ្នាធ្វើការផ្សព្វផ្សាយហើយបង្ហាញម្ហូបខ្មែរយើងមែនតើទៅមានការច្នៃប្រឌិតច្រើនណារសជាតិក៏ឆ្ងាញ់មិនចាញ់ម្ហូបរបស់បរទេសដែរប្រទេសខ្លះរសជាតិមិនប្រមាណទេប៉ុន្តែអូតុបតែងឲ្យ10លើ10មកទៅទំនងថតវីដេអូមកទំនងមែនតើទៅភ្លក់អូយប្រៃណាស់លោកអើយបាទចឹងសង្ឃឹមថាលោកតាលោកយាយបងប្អូនអំពូមីមីងទាំងអស់គ្នាយើងនឹងរួមគ្នាក្នុងការផ្សព្វផ្សាយលើដំណើរពីម្ហូបអាហាររបស់យើងចុះលោកតាលោកយាយវិញបើសិនជាចង់ឲ្យប្រទេសកម្ពុជាយើងល្បីតើលោកតាលោកយាយចង់ឲ្យកម្ពុជាយើងល្បីលើផ្នែកណាមួយអូនេះសំខាន់ណាស់ការផ្សព្វផ្សាយពីប្រទេសយើងគ្រប់ច្រកគ្រប់ជ្រុងទាំងអស់សុទ្ធតែជាផលវិជ្ជមានសម្រាប់ប្រទេសយើងអញ្ចឹងឥឡូវយើងងាកមកកាន់សំណួរដ៏សំខាន់មួយហើយសំណួរនេះក៏ជាការបញ្ញត្តិស្មារតីយុវជនយើងខ្លាំងណាស់ដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះយើងឃើញថាប្រទេសសិង្ហបុរីក្លាយទៅជាជម្រើសដំបូងបំផុតនៃការចូលវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក៏ប៉ុន្តែដោយសារលក្ខខណ្ឌខាងសិង្ហបុរីគេលើកឡើងថាការវិនិយោគមកក្នុងប្រទេសគេការធ្វើ data center នៅក្នុងស្រុកគេនេះវាធ្វើឲ្យប៉ះពាល់ទៅដល់រឿងការប្រើប្រាស់ដីព្រោះយើងដឹងសិង្ហបុរីតូចថាការប្រើប្រាស់ទឹកស្អាតនិងអីហូរហែផ្សេងទៅគេក៏សម្រេចបិទមិនទទួលការវិនិយោគចន្លោះពីឆ្នាំ2019ដល់22ហើយរហូតដល់ឥឡូវនេះក៏មិនទាន់ឮថាបើកដំណើរការអីវិញដែរអញ្ចឹងទៅធ្វើឲ្យក្រុមហ៊ុនយក្សរបស់ប្រទេសដទៃទៀតហ្នឹងគឺព្យាយាមសម្លឹងទៅកាន់បណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាមជាប់យើងនេះក៏គេទទួលការវិនិយោគពីក្រុមហ៊ុនយក្សច្រើនណាស់ដែរខាងផ្នែកបច្ចេកវិទ្យាឬថាវៀតណាមគេចង់ធ្វើ chip ខ្លួនឯងទៀតបាទចាពីមុនមកក្រុមហ៊ុនដែលប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកខ្លាំងជាងគេលើការផលិតបន្ទះ chip មានតែកូរ៉េខាងត្បូងឯងអូល្បីខ្លាំងណាស់ចាប៉ុន្តែឥឡូវនេះវៀតណាមគេក្តែងដែរណាកុំថាគេអួតយើងចាំមើលលទ្ធផលសិនណាចាប៉ុន្តែបើតែព័ត៌មានគេព្រោះគេខ្លាំងណាស់ដែរគេថាគេធ្វើ chip ខ្លួនឯងហើយហើយយើងងាកទៅម៉ាឡេស៊ីវិញក៏គេទទួលការវិនិយោគពីក្រុមហ៊ុនយក្សធំខាងផ្នែកបច្ចេកវិទ្យានោះក៏ច្រើនហើយបន្ទាប់មកទៀតយើងក៏បានឃើញថាហ្វីលីពីនឥណ្ឌូនេស៊ីសុទ្ធតែទទួលបាននៅកិច្ចកងត្រានៃការវិនិយោគរបស់ប្រទេសរបស់ក្រុមហ៊ុនយក្សទាំងអស់នោះដែរហើយឥឡូវឈានចូលមកដល់ប្រទេសថៃជាប់លបងយើងទៀតតែម្ដងប៉ុន្តែងាកមកកាន់គម្លាតរបស់យើងវិញព្រោះមកជុំយើងគេទទួលការវិនិយោគអស់ហើយអញ្ចឹងមានន័យថាគេមិនមែនផ្ដល់តែលុយទេគេផ្ដល់ឱកាសការងារគេផ្ដល់ចំណេះដឹងអីហោះហើរទាំងអស់អញ្ចឹងវាមានអារម្មណ៍ថាយើងនៅជាប់ព្រំដែនគ្នាយើងនៅជាប់របងគ្នាតែគម្លាតរបស់យើងហាក់ដូចជាយើងឆ្ងាយគ្នាបន្តិច
គិតថាកន្លែងនេះយើងត្រូវរត់ត្រូវដើរប្រុងជើងការមិនទៅឬយ៉ាងណាដែរអរគុណច្រើនតាមពិតកន្លែងនេះពេលណាយើងនិយាយពាក្យពិតឬក៏យើងនិយាយឲ្យរីចម្រើនប្រកបណាវាអាចថាស្ដាប់ទៅវាមើលទៅខ្លួនឯងដូចជាមិនដឹងនៅណាទេប៉ុន្តែមែនតើទៅយើងត្រូវរៀនទទួលស្គាល់ចង់កែប្រែនរណាម្នាក់ក៏ដោយចង់កែប្រែខ្លួនឯងគឺត្រូវរៀនទទួលស្គាល់អំពីចំណុចដែលខ្លួនឯងនៅស្ទើរហ្នឹងមិនមែនថាយើងមិនអាចធ្វើខ្លួនឯងខ្លាំងបានទេណាព្រោះអ្នកខ្លាំងសុទ្ធតែផ្ដើមចេញពីអ្នកដឹងតែខ្លួនឯងស្ទើរនៅកន្លែងណាអញ្ចឹងទៅអ្វីដែលបងលើកឡើងនេះខ្ញុំពិតជាគ្រប់គ្រងដោយសារតែគម្លាតនេះវាអាចនឹងឆ្ងាយបើសិនជាយើងមិនភ្ញាក់ខ្លួនអញ្ចឹងយើងយ៉ាងហោចណាស់យើងត្រូវតែរត់បានថាបើយើងមិនបញ្ញាប់រត់ទេគេកាន់តែឆ្ងាយដាច់អញ្ចឹងទៅប្រទេសមួយចំនួនដូចបងបានលើកឡើងទទួលបានការវិនិយោគច្រើនទៅលើបច្ចេកវិទ្យាទាំងអស់ហ្នឹងហើយសម័យនេះគឺជាសម័យបច្ចេកវិទ្យាដូច្នេះប្រជាជនរបស់យើងប្រកាសណាគឺត្រូវតែប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវផ្លូវហើយរៀនតាក់ទងជាមួយកិច្ចការងារនេះដោយមិនត្រឹមតែប្រើប្រាស់ social media ទេមិនត្រឹមតែប្រើ Facebook ឬក៏ប្រើបណ្ដាញសង្គមជាការកម្សាន្តទេតែត្រូវរៀនសូត្រពីវារៀនសូត្រអំពីការអភិវឌ្ឍអីថ្មីៗអញ្ចឹងហើយវាពិតជាពិបាកខ្លាំងបើសិនជាការអប់រំបច្ចេកវិទ្យារបស់យើងមិនអាចនឹងបន្តក្នុងរូបភាពមួយវិជ្ជមានក្នុងរូបភាពមួយដែលថាធ្វើឲ្យវាមានភាពគេថាច្នៃប្រឌិតណាបើយើងនៅបន្តដែលរបៀបរបបដែលយើងរៀងយឺតដូចបច្ចុប្បន្នខ្ញុំគិតថាប្រហែលគេអាចនឹងទៅដាច់ប៉ុន្តែមែនទែនទៅខ្ញុំនៅតែជឿជាក់ថាគ្មានអ្វីដែលមិនអាចរៀនសូត្របានទេតើយើងប្រឹងតិចទៅអញ្ចឹងយុវជនយើងនឹងខ្លាចជាអ្នកប្រើប្រាស់ជាជាងអ្នកដែលបង្កើតហើយនឹងធ្វើឲ្យយើងនឹងបាត់បង់ប្រាក់ខែបើសិនយើងអត់ប្រឹងណាឲ្យទៅកាន់ជនបរទេសយើងខ្លាចទៅជាទីកន្លែងមួយគ្រាន់តែថាអាចជនបរទេសមកធ្វើការទៅលើបច្ចេកវិទ្យានៅក្នុងប្រទេសរបស់យើងតែខ្មែរយើងជាជនជាតិខ្មែរជាយុវជនខ្មែរជាអ្នកដែលកើតនៅក្នុងទឹកដីរបស់យើងនេះអត់សូវជាមានឱកាសវិញអញ្ចឹងទៅការលើកឡើងនេះមិនត្រឹមត្រូវ 100% ទេប៉ុន្តែបងប្អូនលពូអ្នកមីងលោកតាលោកយាយសាកគិតពិចារណាទាំងអស់គ្នាទៅបើសិនជាខ្ញុំលើកឡើងនេះវាមិនត្រូវក៏ប្រឡែងចោលទៅតែបើសិនជាត្រូវយើងគួរតែដាស់តឿនទាំងអស់គ្នាថាបើយើងមិនប្រឹងទេគឺយើងនឹងអាចនៅឆ្ងាយពីគេចារឿងបច្ចេកវិទ្យានេះវាមិនជ្រាបចូលទៅខាងផ្នែកពាណិជ្ជកម្មទេដោយបងប្អូនទាំងអស់គ្នាបានដឹងចឹងកាលពីសម័យមុនយើងវះកាត់អត់មានបច្ចេកវិទ្យាការវះកាត់ប្រើរយៈពេលយូរហើយកំហុសនៃការវះកាត់ក៏អាចកើតមានម្លងពេលនៃការវះកាត់អញ្ចឹងទៅខាងបច្ចេកវិទ្យានេះគឺគេព្យាយាមអភិវឌ្ឍធ្វើម៉េចឲ្យខាងវិទ្យាសាស្ត្រហ្នឹងវះកាត់ឲ្យកាន់តែសុក្រិតចំណាយពេលតិចជាងមុនបាត់បង់ឈាមតិចជាងមុនការវះកាត់មានប្រសិទ្ធភាពជាងមុនដល់ពេលការប្រើប្រាស់ទៅលើបច្ចេកវិទ្យាក៏មានទៅលើវិស័យពាណិជ្ជកម្មក៏មានទៅលើអីហូរហែងរួមជីវិតរស់នៅប្រចាំថ្ងៃសុទ្ធតែផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាំងអស់ប៉ុន្តែអ្វីដែលយើងបារម្ភជាងគេគឺបច្ចេកវិទ្យានៅក្នុងសង្គ្រាមបាទថ្មីនេះយើងក៏ប៉ះគ្នាដែរបាទចាទៅតែកន្លងទៅថ្មីបើសិនជាយើងឃ្លាតឆ្ងាយគ្នាកាន់តែខ្លាំងទៀតការការពារខ្លួនយើងអាមិនទៅបាទកន្លែងនេះដែរខ្ញុំសូមបន្ថែមតិចដែរទាក់ទងជាមួយនឹងដំណោះស្រាយខ្ញុំខ្លួនឯងខ្ញុំមានមិត្តភ័ក្តិជនជាតិដើមជនជាតិអង់គ្លេសគាត់ជាអ្នកដែលអភិវឌ្ឍកម្មវិធី AI មួយដែលអាចវិភាគទៅលើឈាមតើឈាមនឹងមានជំងឺមហារីកឬអត់មានកោសិកាជំងឺមហារីកឬអត់ហើយគាត់អ្នកលក់អាហ្នឹងទៀតគាត់រហូតដល់ថ្នាក់ develop វាបានហើយគាត់អភិវឌ្ឍវាបានហើយគាត់លក់ឲ្យទៅកាន់ខាង pharmacy មួយចំនួនដែលគេត្រូវការទិញហើយគាត់ក្មេងៗអាយុប្រហែលគ្នាប៉ុន្តែគាត់ធ្វើអាហ្នឹងបានអញ្ចឹងហើយខ្ញុំតែតែឆ្កឹះសួរគាត់ហើយព្រោះគាត់ទៅមិនទៅវិញដែរទេឆ្កឹះសួរគាត់ថាណែរៀនមិនអីមិនទាំងទៅគេប្រាប់ពីរបៀបរៀនអញ្ចឹងត្រឡប់មកវិញអ្វីដែលយើងត្រូវមានដំណោះស្រាយចំពោះខ្លួនឯងមុនគេទី1យើងត្រូវផ្ដើមចេញអំពីការរៀនដោយខ្លួនឯងឬក៏ self study ដោយសារតែបច្ចេកវិទ្យាកាលណាតែពិភពលោកដើរលឿនពេកនៅក្នុងកម្មវិធីសិក្សាប្រកាសណាវាអត់ទាន់ប្រមូលផ្ដុំបានទេវាមានភាពរប៉ាត់រប៉ាយអញ្ចឹងកាលណាតែមានភាពរប៉ាត់រប៉ាយជាលក្ខណៈទ្រឹស្ដីនៅក្នុងការរៀនសូត្រយើងអាចរៀនបានដោយខ្លួនឯងអញ្ចឹង self study ហ្នឹងគឺយើងអាចយកពីប្រទេសនេះបន្តិចប្រទេសនេះបន្តិចតាមក្បួនបន្តិចដើម្បីមកប្រើប្រាស់វាឲ្យត្រូវផ្លូវនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងដូចយើងរៀនកូដតាម YouTube ដូចយើងរៀនតាមអីគឺសុទ្ធតែជាការប្រមូលរៀននៅខ្លួនឯងដោយសារតែអាចថាកម្មទោះបីជាកម្មវិធីសិក្សាយ៉ាងដើមមិនទាន់ឬដើរទាន់យ៉ាងណាក៏ដោយប៉ុន្តែត្រូវប្រមូលនឹងមកបើនៅស្រុកគេដូចនៅសិង្ហបុរីមួយចំនួន
cái miền cam phi sắc xa mà rồi bây giờ như tuần đạn cam phi nâng chỗ những ai riêng ở tuần anh sẵn bàn hay anh nâng chia một tay bó ở mất việc trong để quật trên để apipod chấm nhìn đừng hay mùi mà cái ban thơ để hỏi hay mùi tiết dương dễ bị AI dễ bị bản nhà sập bạn thì một dương thắng AI chừng đâu càng nghe mình đâu vậy chừng từ và thấy mất việc nhung để quật nè đi vào lộp bản năng hay quật nè lộ năng tiết có thể ót tỷ cứ nè đai bắt bong càng nghe bật bật cót cứ chỉ nè đai mình chơi pra AI chẳng bạn thà AI vì cứ chỉ opco vì cứ chỉ tool đầm bấy ở dương tờ rốt tên này vào miền lại bàn lươn chừng muốn rồi ha chừng muốn miền buôn khăn chừng muốn tịch chẳng vì muốn bậc dương này pra Google dương với của bạn rồi à đấy thà bỏ miền đại trâu mùi dương món rồi có right information tại AI với chơi analyze thà right information mùi nè tại dương chỉ nè master lừa việc chẳng bởi dương ở chơi master lừa việc thế cái smart dương được bắt bong à nâng hải chẳng à nâng cứ chia rương mùi hay rương mùi tiết cứ ca sắc xa từ lưu chùm đi phía xa bỏ tên nó ở store mỏng AI có tới store chùm đi phía xa bỏ tên có tới store computer có tới store này chẳng hạn nâng dương một con gì ảnh nâng slide to bán này bởi sân để dương trong load plus complete lần chẳng đôi trong luôn ai chẳng thà lấy bởi dương bưng phải từ lưu ca riêng sốt nơi trong school của chị lại lấy chịu tàu hồ bởi school chị lại ăn bởi riêng nâng ta dương ở riêng rư dương sầm đá chết luôn dương riêng rư tiếng nơi trongประเทศ chức thang nhất cái đà nó đòn là ngày bởi dương trong plot là 4 tuổi dương prang riêng luôn này dương từ thư study research đà nâng viên tiện tông cho mùi nâng chăn tiện đá tê hay cho nhom vậy ní gọi bằng bật tu lươn nè này và tay trong áo từ lứa tầm nọ xài xong bây giờ trong luôn anh cái đó trong mặt đây bàn tiên computer ấy nè và cái thì mình đo pa cho bón đi trong mặt đây miếng nhà bắt computer thì và tay trong ai thì sẽ code bàn trong ai cắt to bị tấu bàn trong ai thôi cái cài gì cũng bông thon đấy bàn lỡ cái cài đó nó cứ trong cái thơ của này được hả nó viết chiếc bờ sân điệp sống viết đối môn than cử men trên bây giờ thì dùng trẻ riêng vì chứ tao lòng mình côn không ai nhớ có ai riêng bán này đọ tầm muối chứ đọ bị thật sơ chanh nhưng con chơi riêng so bán hay cổ dương công tầm lọp tổ ná cái dương tầm lọp mơ luôn anh muốn cây thà tam bất cái thơ chẳng ta hay sống mà xa đa số được trong ban chuẩn bị chuyên bong mình mất hiện chuyên chất ong lấy con lo đó thằng con đi lộp mà AI thu lo đó ai bị hiện plot test ban ấy chẳng cứ lôiซึ่งlà cái lọ mỏng á còn tại dương có công từ bẩm bạc luôn ấy thằng dạng hỏi nó có dương kia mà ban đắp dương mình ban đắp có cho hỏi nó các ban bay buôn rư pram của muối ấy này cái con ba chân xôn mà xôn thì những cái giấy ấy mà cái dương ăn men đằng ấy mà tỉnh bà hay hay bà mình thợ trong chương trình Singapore mà nó quật nè đi một lúc bài AI đấy càng về phía từ lư rút đến cái đèn miền stroke còn phần lất lót đó thằng nào robot cho muối nó chip của các bạn ở lấy còn cái vùng đất phở ta với stroke đang tầm đá nhưng mà ta chỉ cần vào đây ắt bàn mình đấy ấy tầm đá kia phơi đôi sòng đây đôi Iron Man đấy nè cái thợ đòn nè làm bay chui từ lư cá phơi trò này chẳng ban tha rương AI cái thảo rồi có check out chiến nó vi chui mòn xong bây giờ bong lửa lang mấy rương sừng kìm bờ dương trai ảnh hưởng nhung cái tha dương đừng ai đài bàn smart cái rồi có ai không trong hiên niên tịch tụ bàn tay lưu ra là dương công chửi anh ấy dương vậy tiệm mặt để công chửi bàn tay đó nếu xong được trong chùm địa chuột là bắt tu này cái cầm bán này ấy để trời phớ cứ dương trời riêng bạch bắt tu này đọ tiệm bắt tu trong tranh bằng tay là vừa tập tu đấy vì ấp ban cao tới chỉ cà đi chăm rán thấm mấy vì tới chỉ cà rưỡng cả bảy bạc thấm mấy bà vì cái bảy bạc thấm mấy tới vì tới chỉ bà xây mua chơi đây. Bà sài rương bài bạc kia năng tiệt, miền mà mình dây rương đi chầm rau này. Bà rương mua tên chọc bóng. Thái mây rương mua tiền những từ. Phần tay còn mình nhận những dây lên sao bị bóng. Phần tay coi dương mình mà tại ham khuất là nà đây. Dương cúng vì chỉ rương thông bà đá thế cả rương xình cả miền rương ấy thì mấy chỉ rương thông bà đá này dương cúng sọc na cả miền này. Phần tay cái sọc cái miền cái miền rừng sẽ đi nhưng đấy tại cái bàn slong cắt tầm nặng ca mùi đi chầm rán tầm bạn hỏi đôi nhung giấy lên sai chấn tha ở sàn giấy micro càng hiện đại thà dương thư chỉ nè cặp áo rư của dương thư chỉ nè việc bập bể chấn ban đây tha nơi cái nông rừng cung dương nơi cái nông phạt hai cái này đôi người Việt Nam đôi người Thái đấy bằng giấy chỉ rúm về cái tới về dương đăng thà ca đăng năm rư còn bị bỏ kia mấy nhá bằng bộ nát đăng anh comment prap phong vận tái dương là vô tầm mưa cái tới dương click luôn dương á
យើងភ្លេចខ្លួនយើងចឹងថា level ទៅមើលគេ level ទាំងអង្គុយរិះគន់គេចាំមើលវាបានប្រមាណគឺអានម៉ាហើយដល់ពេលខ្លួនឯងយើងភ្លេចអាហ្នឹងណាចាអញ្ចឹងយើងគួរតែបណ្ដោះទៅលើរឿងហ្នឹងបណ្ដោះជាងគេគឺទៅលើរឿងបច្ចេកវិទ្យានឹងតែម្ដងមិនអាចដំឡូងបានចាមានសំណួរមួយមុននឹងលាគ្នាព្រោះការជជែករបស់យើងហ្នឹងក៏វារៀងគួរសមដែរប៉ុន្តែសំណួរមុននឹងលាគ្នានេះថាសាច់ការផងមិនសាច់ការផងទេចាខ្ញុំអូស Facebook ទៅខ្ញុំឃើញមានពាក្យមួយដែលថារបៀបថាមិនដឹងថាអ្នកទៅសេហ្នឹងគាត់ជាការឌឺដងឬក៏ជាការបញ្ញាអារម្មណ៍ដោយសុទ្ធចិត្តឬក៏មិនណាគាត់ថាកម្ពុជាយើងដល់ពេលដែលឈប់អួតរួចហើយងាកមកប្រឹងប្រែងសំណួរខ្ញុំទៅកាន់អូនវិញរាល់ថ្ងៃនេះយើងអួតមែនអីឬក៏មិនមានអ្នកខ្លះអួតមែនឬក៏មិនទៅទី1ខ្ញុំក៏មិនហ៊ានសន្និដ្ឋានថាអួតមិនអួតដែរបាទខ្ញុំអូសធ្លាប់ឃើញបាទប៉ុន្តែគាត់ថាវារកកន្លែងនិយាយមិនឃើញអញ្ចឹងបានថាអាពាក្យថាឈប់អួតឈប់អីហ្នឹងប្រកាសណាមនុស្សណាក៏ដោយជាលក្ខណៈធម្មជាតិគឺខ្លួនឯងធ្វើបានល្អតែចង់និយាយមោទនភាពដែរណាមោទនភាពអញ្ចឹងណាប៉ុន្តែគាត់ថាវាសំលេងមកពីខាងណាក៏យើងមិនដឹងតែសំលេងនៅពិតប្រកបគួរណាតែយើងផ្ដើមចេញមកពីការទទួលស្គាល់ចំណុចដែលយើងស្ទើរដូចខ្ញុំនិយាយពីដើមហ្នឹងស្ទើរហ្នឹងបានថាវាមិនខ្វះពេកទេធនធានអត់ខ្វះទេយុវជន Gen Z យុវជនយើងមកកូនគំនិតល្អនៅអត់ខ្វះទេអាហ្នឹងពាក្យហ្នឹងចាថាវាតែរឿងស្ទើរហ្នឹងខ្ញុំបានន័យថាអាពាក្យស្ទើរដូចយើងធ្វើផ្ទះអញ្ចឹងយើងមានឈើដែលស្ទើរហ្នឹងដាក់ត្រូវក៏វាមិនត្រូវហើយបើដាក់ឲ្យប្រើការបានក៏វាមិនប្រើការបានប៉ុន្តែបើថែមបន្តិចគ្រប់ហ្មងអាពាក្យហ្នឹងគឺសំដៅទៅលើថានៅពេលដែលយើងយល់អំពីពាក្យថាអួតឬក៏មិនអួតយើងលែងខ្វល់លើរឿងហ្នឹងហ្នឹងព្រោះដូចជាលក្ខណៈចិត្តសាស្ត្រគេហៅថាតាមធម្មតាមនុស្សណាធ្វើបានល្អគេនិយាយជារឿងរបស់គេប៉ុន្តែជាលក្ខណៈរឿងស្រុកទេសបានថាយើងគួរតែបដូរអំពីគោលគំនិតឬក៏ភាសាសាមញ្ញគេថាមនោគមវិជ្ជាឬក៏អង់គ្លេសគេថា ideology គំនិតហ្នឹងវាធំជាងទង្វើដែលយើងទៅរៀនធ្វើជាស្ដែងបើសិនជាកាលណាតែយើងរស់នៅក្នុងការធ្វើជាស្ដែងដូចខ្ញុំអញ្ចឹងដូចបងអញ្ចឹងមុននឹងនិយាយនេះមុននឹងចេញគំនិតនេះទង្វើវាចង់ច្រើនជាងគំនិតរាប់100ដងបានយើងនិយាយរវល់ពេកដល់មិនដែលមានសូរជាមួយមិនដែលសូវបាននិយាយគ្នាហ្មងទេគឺយើងរវល់តែធ្វើការងាររៀងខ្លួនការងារហ្នឹងគឺការងារបច្ចេកទេសចាការងារបច្ចេកទេសទៅលើអីគេទៅលើជាឧទាហរណ៍ដូចខ្ញុំខ្លួនឯងផ្ទាល់អញ្ចឹងខ្ញុំធ្លាប់ជាគ្រូដឹកនាំគម្រោងទៅលើការផលិតនេះផលិតនោះអីចឹងទៅហើយធ្វើរវល់ច្រើនណាស់ចោះទៅផ្ទាល់ហ្មងមួយក្មេងយុវជនរបស់យើងនឹងសកលក៏នេះដែរឆ្នាំទី3ទី4ឆ្នៃនេះប្រឌិតនេះរៀបចំនេះថាទៅសិតតែបំរើផលប្រយោជន៍ដែលជាទង្វើហើយយកអាហ្នឹងមកនិយាយស្ទើរកន្លែងណាដោះកន្លែងណាអញ្ចឹងត្រឡប់មកវិញថាឈប់អួតទៅឬក៏ស្អីហ្នឹងយើងនិយាយអីក៏បានដែរប៉ុន្តែគ្រាន់តែថាកាលណាតែយើងផ្លាស់ប្ដូរអំពីការងារនិយាយច្រើនជាងការងារបច្ចេកទេសយើងឲ្យយើងដូរទៅជាការងារបច្ចេកទេសច្រើនណាខ្ញុំគិតថាភាពរីកចម្រើននឹងមានកាន់តែខ្ពស់និយាយស្រួលទេតែបើធ្វើគឺធ្វើឲ្យច្បាស់ហ្មងចាបាទចាចឹងបងប្អូនទាំងអស់គ្នាការជជែកឈោហែមកក៏គួរសមប៉ុន្តែមុននឹងលាទៅមានសំណួរខ្លីមួយទៀតចាបងប្អូនគាត់ថាខ្លីរហូតស្មានចាប់មែនតើចិត្តចាប់មែនតើហើយសំណួរខ្លីមួយនេះគឺពាក់ព័ន្ធទៅនឹងយុវជនយើងថាទៅអូនហ្មងតែគាត់អត់តន់ចប់ថ្នាក់ទី12ដល់ពេលគាត់ត្រឹមថ្នាក់ទី11ឬក៏ថ្នាក់ទី10អីហ្នឹងគាត់ចាប់ដើមអង្គុយព្រួយខ្លួនឯងចាប់ទី12ទៅមិនដឹងរៀនអីណាបាទបងធ្លាប់ទទួលបានសំណួរហ្នឹងហ៎បាទសម្បូរឃើញយុវជនយើងជួបប្រទះការជាប់គាំងកន្លែងហ្នឹងហើយតែងតែលើកឡើងថាមិនដឹងរៀនអីពេលដែលពុកម្ដាយសួរថាធំទៅគោលបំណងចង់ធ្វើអីពេលខ្លះអត់ហ៊ានប្រកាសខ្លួនឯងអត់ហ៊ានច្បាស់ខ្លួនឯងទៀតហើយដល់ពេលយើងងាកមកមើលគម្លាតរបស់យើងជាមួយនឹងបណ្ដាប្រទេសជុំវិញយើងក៏រៀងនៅក្នុងកម្រិតមួយដែរប៉ុន្តែដល់ពេលទៅខាងអូនគាត់ថាគាត់មិនដឹងថាត្រូវរៀនអីអញ្ចឹងពីខាងបងអូនទៅមានអីខ្លះត្រួសត្រាយអីខ្លះឬក៏យោបល់អីខ្លះសម្រាប់គាត់ដើម្បីកុំឲ្យគាត់អង្គុយជាប់គាំងនឹងថាមិននឹងរៀនអីពីព្រោះយើងទៅចែកគ្នាមិញកន្លងមកឃើញថាយើងជាយុវជនជំនាន់ក្រោយត្រូវមានតួនាទីច្រើនណាសល់ការងារច្រើនណាស់បាទមែនតើទៅតាក់ទងជាមួយនឹងការរើសជំនាញវាជារឿងដែល
nơi tại chạy cả nơi tại chạy tràn thấy cổ rương đại rương chấm đến kho rương trớ co mình mến miên trâm tai sọc dương nít đài miên tu tiên bật thì bật tay tôi là thà sọc dương hạ đôi chỉ riêng trớ ca phiếp ba lô từ lời ca chơi rừng tích tròn thá cùng liệt rồi viên tịp xá hay nâng cùng liệt rồi viên nâng với đài dương ruột đừng bị chấm đến mùi nắng cứ mình tuần lợn lào chắc bàn tí mùi ở với đài bồn lực là được chia sẻ xuống đám trên mông pi cá cả cái ông pi chấm đi thì dương trong cái môn kê bằng họ thấy nó mền đến tới mền trâm đo nãy đi tập pi bàn là cái cái tăng bị nãy tìm buồn mày chắc bàn nơi con bậc ở mới dương khơi miền sả lá cái tay chỉ sả lá trái cái tê trái cái nào trái cái tê chỉ mà đang tu tơ rồi cô cái xuồng bao dương miền thì vật miền sả lá chấm đi mà đi xem chơi nhưng chẳng tới bố dương luôn ấy dương trời thôi chỉ mình lúc đại fast fight mình trâm đại cùi là hai bỏ cho anh thì chẳng tầm rau đo thà thì đập pí dương miền pì mà sang pì sang làm bài cật đài cùng đòn chẳng chẳng đầm bay rồi nó tì mũi rồi fast fight tì pí dương tới sức xa mới tiệt tôn cho mùi nâng ở cả nghỉ thà tớ vì để dương riêng trong chồng thì nâng ta càng nghề dương nâng chú ý từ lửa xạ cúng sinh cung bạp ná hơi thà ta chồng nô bởi dương các bạn và này dân rương tam bất tứ xây rương về miền tràn làm việc là bóp và phương tới về miền tràn này được chứ nói bản tim ti ở dụ chuẩn dương prâng prai nơi khung cá an prâng prai nơi khung cá sao chi chiên chồng này vì lý tới từ chơi rương rương từ khăn Microsoft chụp từ kia nó cứ vì ở trong ngành thì nó xong mà chia sẻ phong vậy việc bận tị hơi chẳng trong nó chọn nick xong con đại chun gì cầm nó chọn bỏ thì vận tải men tên tứ vậy ở men tên tứ có bên này cái thông những luôn này này lớp bây giờ đặt luôn anh từ bật tu thành cung bây giờ đặt luôn anh từ bật tu cua xa dừng chẳng đôi xong đôi ấy mà chồng muốn nâng bật tu này cái bờ ở đằng thời điên mày trong mặt trà so mà ẩn phớt nè lấy cái bật tu mày trong mấy để prap hay nhom riêng chấm nín đi, bật tay, trong bài là chia, bắt đầu ca bật tu, bắt đầu ca kết bát nắng dương sắc xa tịnh mà, thực ra thật ta anh cô điên ấy, từ mỗi chấm nín hay trong có điên kho trong nín nè, bật tay, đọc bây dương ban sắc xa bên chỗ lại gì chấm rồi ô tam quyết anh kho đại xa cả lại đi, đừng tới giấc đồ mà mình chẳng thấy, ở chấm nón trong cái tiết sót, đừng vậy gì đúng, tim xa càng nghĩa sao sẽ bố chẳng tới tiết, ấy là biết là bọn ca thứ gái còn bà này chẳng chạy cạo chiếc gọn tôn miền này. Bản tay những nơi ta rô luôn anh khởi đã xảy những fast fight nó chỉ biện mùi đài trong tay tàn giấy đài dừng lâu đó thế này biện lá kinh giấy thà công xua thà rằng cung nhưng đó là dương ấy ỏi vinh xua thà ta dương luôn dương nó dương cua tại điên ấy vinh dương cua tại rô ấy vinh chẳng dương chạp đàm school làm pi tu này tí cái đôi chị ở vơi đài dương thuộc bàn nó cứ nông cái lại sản đi chẳng ở con ơn sầm rạp chấm lại dạng các bài môn nâng clear kia tới sầm rạp bật thi là bật ngày nít đều dừng bàn lực làm chuyện sinh khai mà vẫn tha cho chơi kia ông pi rương thay nâng khmái đài thấy cái tờ đo hàng bây giờ chi AI hết hay từ tụ ban cao đi dục chia hồ hài tràn khả năng đại Campuchia dưới nơi chọn chướng nâng rương đại cái report đại dưới thải chia mấy trăm bên đồ scam hay xung đầy anh tin thông á cái chẳng thà Khmer này mấy trăm mình đồ scam sọc Thái này mấy trăm mình đồ digital cả bịt thiệp bảo kê này và hạ đôi gì chuồn dương khăn mà tên, tại bao nhiêu người này bắt từ chui chặt chui tham ở những rừng nắng, chả xu tham mùi hạt ấy, vì pro con nắng tăng bị đau máu, đau chân dây lỗ, dân ta rung pưng sầm đấy lỗ, ca lực tật chật ấy na vì mình nuôi đam miên trần chẳng ai cả, đâu dương tụm đá vừa anh tin con ấy nè điệp cho bắp lụa cái trà, anh toàn muộn gì, chứ mà ta dương được bằng lực làm mình dùng cồn pro, chẳng hạn miền ấy từ chui chặt trung lột đào thạch từ cái lái mũi này khi mặt quang pro, các bất dương tận ác ní ắt miền này nè đào trong ao miền hằng xa thì bắt tay xua thả ca để dương mình trong ao miền hằng xa đấy kê cho hằng xa cho mùi dương đạo, đấy chấm lại đường tìm mùi đường tí pi bong bồn ác ní coi kê nắng cứ kê mình chạy pra phía xa đại dương chọn bàn nắng tăng cả bị đào mà hỏi chẳng ca đại kê pra krinisa thay mà đơn tiếp anh đang tụm lọt kê thời chà mình miền ấy để kho tụm lọt về bom tái vì ai miền bành hà đại dương tròn thá nước bê đại dương cột cồn proticam to bao dương ăn bán á về pro bê đại dương cột cồn proticam to bao dương ăn bán phía kia để kê mưa khơi dương cứ chỉ phía kia cào chùm đủ
យើងនឹងគេកំពុងឆ្លោះគ្នាចាបងនឹងអនឡាញអត់ត្រូវគ្នាទេកំពុងពងប៉ាំងប៉ុន្តែនៅពេលដែលអូនប្រើសំដីធំមកអ្នកទី3ដែលគេមើលឃើញអូនអត់មានការគ្រប់មួយមនុស្សចាស់ណែដល់ពេលបងចាប់ដើមប្រើសំដីអាក្រក់ទៅគេថាបងឯងចាស់ហើយមិនចេះអីមួយឆ្លោះគ្នាមួយក្មេងណែឃើញទេអញ្ចឹងរឿងអញ្ចឹងបងប្អូនទាំងអស់គ្នាកាលណាតែយើងប្រតិកម្មតបមិនត្រឹមត្រូវរហូតដល់ថ្នាក់ទៅនិយាយឬក៏បកអាក្រាតរឿងណាមួយដែលវាមិនមានផុសតាងឬក៏មិនមានហេតុផលឬក៏ពាក្យពេចន៍អសុរោះណាមួយឬក៏បញ្ចេញកំហឹងទៅកាន់វិនិយោគិនដែលគេទៅវិនិយោគនៅប្រទេសនោះអានឹងវាទៅជាហេតុផលអត់ល្អឲ្យយើងវិញបាទទាំងទៀតពិតបងប្អូនទាំងអស់គ្នាយើងជួបជនរងគ្រោះអ្នកណាមិនក្តៅគេលៀបពណ៌យើងណាននៃសុទ្ធតែយើងនឹងមជ្ឈមណ្ឌល scam ខណៈដែលគេនឹងកំពុងខ្លាយជាមជ្ឈមណ្ឌល digital មជ្ឈមណ្ឌល AI មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតដែលរីកចម្រើនជាងគេនៅអាស៊ីគ្នាពាក្យនឹងស្ដាប់មកលយតែឯងបាទដូចមកភូមិគេសិតតែមនុស្សដើរដីគាត់ទេវតាម្នាក់ឯងវាចេញមកអញ្ចឹងបណ្ដោយព្រោះតែបងប្អូនទាំងអស់គ្នាគ្រាន់តែជាការគេហៅចង់សាកមើលថាជំហរយើងវាមិនខ្មិចចាចង់ថាតើយើងបច្ចុប្បន្ននេះយើងគ្រប់គ្រងខ្លួនឯងបានហើយនៅណាអញ្ចឹងមិនឲ្យប្រតិកម្មអវិជ្ជមានតែមិនមែនមានន័យថាចោះញោមឬក៏ទទួលយករួចហើយមិនធ្វើអ្វីនោះទេខ្ញុំឮពាក្យមួយដែលខ្មែរយើងតែងតែប្រកាន់ណាថាវិធីសងសឹកដ៏ត្រឹមត្រូវបំផុតគឺរស់នៅប្រសើរជាងគេចាប្រសើរមិនបើយើងមិនប្រឹងរៀនតើឲ្យយើងប្រឹងរៀនមិនយើងប្រសើរទាំងអស់គ្នាអញ្ចឹងឥឡូវមុននឹងលាទៅពាក់ព័ន្ធប្រធានបទយើងសូមអូនមួយម៉ាត់ពីរម៉ាត់មុននឹងលាលោកតាលោកយាយគេប៉ុណ្ណឹងយើងប៉ុណ្ណឹងអីហោហាយកន្លងមកជារួមសារដាំផ្ញើចុងក្រោយមានអីទៅកាន់យុវជនយើងបាទសូមអរគុណដែលបានចំណាយពេលវេលាស្ដាប់ដោយសារតែយើងទាំងអស់គ្នាយើងសិតតែត្រូវការរីកចម្រើនសម្រាប់ជាតិសាសន៍យើងទាំងអស់គ្នាទេហើយសូមអរគុណដែលបានចូលរួមចំណែកស្ដាប់ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសយើងគ្រួសារយើងសហគមន៍យើងឬក៏ខ្លួនឯងក៏បានដែរនៅក្នុងរូបភាពវិជ្ជមានអញ្ចឹងហើយអ្វីដែលកើតឡើងវាសុទ្ធតែមានហេតុនិងផលដូច្នេះហេតុផលរបស់មនុស្សខ្លាំងគឺត្រូវពង្រឹងខ្លួនឯងអញ្ចឹងបើសិនជាមនុស្សដែលខ្សោយមនុស្សដែលលហើយគឺមិនអាចទទួលបានលទ្ធផលខ្លាំងឬក៏លទ្ធផលល្អប្រសើរទេអញ្ចឹងចង់ខ្លាំងគឺត្រូវប្រឹងចា៎បាទខ្ញុំមានតែខ្លីប៉ុណ្នេះចា៎អញ្ចឹងជាចុងក្រោយនេះអរគុណដល់លោកតាលោកយាយលោកឪពុកអ្នកម្ដាយអំពូមីមីងទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះខ្ញុំនៅក្នុង Channel YouTube បូសុគុនធាក៏ដូចជាទស្សនាវីដេអូនៅក្នុង Channel Lamlai Official សម្រាប់លោកតាលោកយាយដែលអាសាឮវិចារណកថានៅក្នុងវីដេអូខ្ញុំចាបងប្អូនទាំងអស់គ្នានេះម្ចាស់វិចារណកថាចានេះអ្នកវិចារណកថាសរសេរដោយបងប្រុស Lamlai ខ្ញុំគ្រាន់តែជាអ្នកអានជូនដល់លោកតាលោកយាយទេហើយមានបងប្អូនយើងគាត់ថាទេឮតែឈ្មោះមិនដែលឃើញមុខចាឥឡូវឃើញមុខហើយក៏ជាអ្នកនិពន្ធផងដែរមានស្នាដៃសភៅច្រើនណាស់ដែលបងប្អូនចេញនៅលើទីផ្សារបច្ចុប្បន្ននេះមានប្រហែលចំណងជើងបើលើទីផ្សារបច្ចុប្បន្នហើយបោះពុំចែកអស់វិញវាចូលជិត10ក្បាលហើយជិត10ចំណងជើងបាទជិត10ចំណងជើងលោកតាលោកយាយថាទេល្មិចបានបោះតែ10ក្បាលអត់ទេជិត10ចំណងជើងចាមិនសភៅមានសភៅខ្លះលក់ដល់រាប់ម៉ឺនក្បាលហើយចាអញ្ចឹងមានកម្រងថានឹងចេញថ្មីអីទៀតទេមានកំពុងតែរវល់អញ្ចឹងក្រោយចូលឆ្នាំខ្មែរចាអញ្ចឹងយើងចាំដំណឹងល្អទាំងអស់គ្នាហើយលោកតាលោកយាយត្បិតថាបងអូនជាអ្នកនិពន្ធផងជាអ្នកចូលរួមក្នុងការអភិវឌ្ឍសង្គមជាយុវជនសកម្មផងប៉ុន្តែភាគច្រើនបងអូនដាក់នាមខ្លួនឯងថាចំបិចអង្គរបាទចាអញ្ចឹងបើសិនជាបងប្អូនឮរហស្សនាមចំបិចអង្គរអីនេះហើយចាហើយលោកតាលោកយាយឮរហស្សនាមក្មេងវត្តនេះហើយខ្ញុំចាអញ្ចឹងអរគុណគ្រប់លាត្រឹមតែប៉ុណ្្នឹងជូនពរតបតថាមិនតដល់ឆ្នាំថ្មីទៅជូនពរទុកមុនទៅហើយចាជូនពរឆ្នាំថ្មីសូមឲ្យមានសេរីសួស្តីចាអ្នកណាមិនតដល់គូអស់ចាអ្នកណាមានណុលអីគឺថាសងទេអស់ឆ្នាំថ្មីយើងមានសេរីសួស្តីរីកចម្រើនជាមួយគ្នាអញ្ចឹងអរគុណដល់បងប្អូនដែលបានចូលរួមចាអរគុណលោកតាលោកយាយជាថ្មីម្ដងទៀតខណៈនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមជម្រាបលា